ស្វាគមន៍មកកាន់បាទ event acceleration របស់ Fortinet ហើយ many customer here ខ្ញុំបានជួបខ្លះគាត់ស្គាល់ខ្ញុំខ្លះក៏ខ្ញុំថ្មីបាទសង្ឃឹមថាថ្ងៃនេះយើងបានស្គាល់គ្នាជា overall បាទអញ្ចឹងខ្ញុំសូមនិយាយជាភាសាខ្មែររបស់យើងដោយសារ many customer here គឺគាត់ជាជនជាតិខ្មែរបាទអូខេអញ្ចឹងកុំឲ្យខាត់ពេកខ្ញុំមានតែពេលកន្លះម៉ោងអញ្ចឹង let's go to the topic របស់យើងដោយសារតែយើងឃើញថាឥឡូវហ្នឹងយើងមាន a lot of solution involved មានតាំងពីបាទ SASE ផងមានតាំងពី AI ផងមានតាំងពី zero trust ផងសំណួរថាតើ SD-WAN ហ្នឹងគឺនៅតែ still a key player ឬមួយក៏យ៉ាងណាអូខេខ្ញុំគិតថា SD-WAN គឺ it's not a new topic anymore បាទគឺជា topic មួយដែលអ្នកទាំងអស់គ្នាគឺស្គាល់ហើយ most of the customer here ខ្ញុំ believe ថាយល់ពី SD-WAN ហើយក៏ many customer here ក៏បានប្រើប្រាស់ SD-WAN ហើយមិនអញ្ចឹងបាទដើម្បីធ្វើម៉េចយើង improve ទៅលើ user experience WAN optimization នេះអញ្ចឹងទៅអូខេបាទតើ SD-WAN still essential now អូខេបាទយើងនឹង go ahead បាទសិក្សាទាំងអស់គ្នានៅក្នុង slide ខាងមុខអូខេអញ្ចឹងឥឡូវហ្នឹងខ្ញុំចង់ជម្រាបជូនបងថាដោយសារតែ AI វាកើនឡើងបាទតម្រូវការតាក់ទងជាមួយនឹង physical server ផ្សេងហ្នឹងគឺយើងដឹងឲ្យឡើងថ្លៃខ្ពស់មែនទែនបាទ chip CPU RAM ផ្សេងអញ្ចឹង many customer គាត់បានធ្វើការ adopt application របស់គាត់ហ្នឹងទៅកាន់ multiple environment is about the cloud បាទដូច AWS Azure អីហ្នឹងអញ្ចឹងបានន័យថា application service របស់គាត់ហ្នឹងគឺ anywhere right now whether on prem ឬមួយក៏ on cloud អញ្ចឹងណាបាទហើយអ្នកខ្លះគាត់ប្រើ SaaS application បន្ថែមទៀត is about ពពួកបែប5ឬអី Salesforce ខ្ញុំគាត់ថាបងអ្វីហើយទៅលើខាង bank ខាងអីអូខេអញ្ចឹងយើងឃើញថា microservice ក៏មានការកើនឡើងដែរពី concept monolith architecture ទៅកាន់ microservice បាទអញ្ចឹង deploy distribute anywhere មកយើងសម័យមកគឺ anywhere right ហើយក៏មានកំណើនកើនឡើងទៅលើ hybrid workforce example user គាត់ធ្វើការក្រៅ office គាត់ធ្វើការពីផ្ទះពីហាងកាហ្វេអញ្ចឹងណាបាទអញ្ចឹងយើងឃើញថា network របស់យើងគឺស្មុគស្មាញមែនទែនអញ្ចឹងសំណួរទៅវិញយើងជា network engineer ជា network guy how to prepare our infrastructure ready សម្រាប់ security enhancement ក៏ដូចជា performance បាទនៅពេលគេធ្វើការ access ទៅកាន់ application របស់យើងគឺតែ ensure ថា whatever condition គឺត្រូវតែ work ត្រូវតែ stable and ត្រូវតែ secure right ចឹងតាម survey នេះបាទពីខាង Fortinet មកគឺ 92% many customer they use cloud adoption បាទច្រើនមែនតើនេះ worldwide ហើយ customer ស្រុកខ្មែរខ្ញុំដោយសារខ្ញុំកាន់ cloud ដែរខ្ញុំកាន់ AWS honestly បាទអញ្ចឹងខ្ញុំឃើញថា many customer គាត់ចាប់ដើម move ទៅកាន់ cloud ច្រើនអូខេហើយបើ SaaS pattern again 85% ហើយបើ hybrid workforce បាទ 52%នេះ not really much សម្រាប់ hybrid workforce ក៏ប៉ុន្តែយើងត្រូវ ready ដែរសម្រាប់ future right អញ្ចឹងទាំងអស់ហ្នឹងគឺអត់អាចចោលបានទេយើងដឹងហើយតាក់ទងមួយ SD-WAN គឺយើងប្រើសឹងតែគ្រប់ environment គ្រប់ទីកន្លែងបាទមិនថា headquarter មិនថាសាខារបស់យើងនៅតាម campus អីផ្សេងហ្នឹងគឺយើងត្រូវការប្រើប្រាស់នៅ SD-WAN ដើម្បី optimize ទៅលើ traffic បាទតែមួយគោលដៅតែមួយនៃ SD-WAN គឺ improve ទៅលើ user experience អូខេក៏ប៉ុន្តែយើងនិយាយពី history បន្តិចបែកមកវិញទៅលើ pace ថា SD-WAN ពីមុនវាមិនអញ្ចឹង SD-WAN ពីមុនគឺគ្រាន់តែប្រើសម្រាប់chain MPLS old school បាទ ISP link តែប៉ុណ្្នឹងហើយគ្រាន់តែ basic តាក់ទងជាមួយនឹង IP បាទ path selection នេះតែប៉ុណ្្នឹងអត់មានជា application awareness ដល់ពេលគេឃើញពី challenge គេចាប់ដើម develop ទៅលើ SD-WAN ហ្នឹងឲ្យកាន់តែឆ្លាតជាងមុនបាទប្រើប្រាស់នៅ specific chip បាទប្រើប្រាស់នៅ machine learning ដើម្បី understand ពី application well បាទតើ user ហ្នឹងគាត់ប្រើខ្លះគាត់ប្រើ Zoom គាត់ប្រើប្រាស់នៅ Team គាត់ប្រើប្រាស់នៅ Office 365 បាទឬមួយក៏ specific បាទ application ណាមួយនៅក្នុង cloud ឬមួយក៏ on premise environment ទេដល់ពេលឥឡូវអត់ទាន់គ្រាន់ទៀតបាទយើងត្រូវការ move ទៅកាន់ phase 3 ហ្នឹងគឺ deep add on ទៅលើ security បាទចាំពេលថា SD-WAN ប្រហែលគឺយើងត្រូវ embed security នៅក្នុងនោះឲ្យស្រាប់ហើយមាន zero trust បាទពេលដែល traffic របស់យើងនឹងវា go through SD-WAN ហ្នឹងគឺត្រូវតែ ensure ថា traffic របស់យើងគឺត្រូវ get inspect បាទត្រូវ always verify before going out before access ទៅកាន់ application right ចឹងឥឡូវយើងត្រូវការ go ahead សិក្សាលើ page 3 នេះអញ្ចឹងបើសិនជា customer គាត់ទៅ SD-WAN without security
it is the incomplete SD-WAN okay អញ្ចឹង of course SD-WAN គឺ still essential right ហើយនេះបាន still the core component ដោយសារយើងដឹងហើយឥឡូវយើងឃើញថាយើងមាន cloud security មានអីណានៅលើពពកហ្នឹងច្រើនណាស់ក៏ប៉ុន្តែអ្វីដែលសំខាន់security នៅលើ cloud ហ្នឹងវាបានតែ cloud security តែប៉ុណ្្នឹងឯងតែសុទ្ធថាពីណាគេអ្នក enforce ទៅលើ local traffic parameter នេះបាទ example ឥឡូវយើងមាន ISP 1 2 បាទយើងមានlet's say SD-WAN device មួយនៅខាងក្រោមបាទជា local branch user ចង់ធ្វើការ connect ទៅកាន់let's say Zoom បាទ application ឬមួយក៏ទៅកាន់ cloud application បាទអញ្ចឹង SD-WAN solution ហ្នឹងគឺជា component មួយដែលទៅ monitor IP របស់ sorry ISP របស់យើងនេះទាំង2ទាំង3 WAN ហ្នឹងតើ ISP មួយណា provide នៅ the best quality បាទក្នុងការបញ្ជូន traffic ហ្នឹងឡើងទៅលើអូខេអាហ្នឹងគឺការងាររបស់ SD-WAN គឺ qualify ទៅលើ path control ហ្នឹងតែម្ដងអូខេហើយយើងអាចធ្វើ concept deterministic routing បាទយើងអាចប្រាប់ថាអូខេ SD-WAN device ដែលតងជាមួយនឹង Office 365ខ្ញុំប្រើ ISP1 បើសារហ្នឹងខ្ញុំជួល ISP1 មកសម្រាប់ good quality បាទប្រាប់ Office 365ប្រើ email ប្រើអីហើយសម្រាប់ ISP2 ខ្ញុំប្រើតែ backup only ហើយយើងអាចធ្វើ application rule អញ្ចឹងសម័យឥឡូវគេអត់ប្រើទេ IP policy គេលែងប្រើដោយសារ IP វាអាច change តែ application still there បាទ still the application itself សម្រាប់ signature អញ្ចឹង rule របស់យើងបាទ many solution of course គឺគេចាប់ផ្ដើម develop បាទ focus ទៅលើ application policy អូខេហើយ decision making ទៅលើ SD-WAN of course ជាមួយនឹង Fortinet យើងប្រើប្រាស់នៅ firewall វាជា security device ផងហើយគេបាន embed SD-WAN feature នៅក្នុង firewall បាទនឹងជាមួយគ្នាអញ្ចឹងការ make decision ទៅលើ routing ហ្នឹងគឺ local អត់មាន cloud ណាមក control អត់មានmanager ណាទៅ control បាទទៅកាន់ firewall របស់ Fortinet ទេបាទទោះបីជាដាច់ connection ពី internet ក៏នៅតែដើរធម្មតាអញ្ចឹងណាបាទនេះ compare ជាមួយនឹង competitor solution អូខេហើយ of course license គឺ free of charge អត់មានត្រូវការ charge ភ្ញៀវបង compare ជាមួយនឹង competitor product របស់ Fortinet បងចង់ប្រើ license បងត្រូវការទិញsorry បងចង់ប្រើប្រាស់នៅ SD-WAN បងត្រូវការទិញ license តែ Fortinet គឺ no zero cost បាទហើយបងណាប្រើ Fortinet ដឹងណាហ្នឹងបាទអូខេ very cool alright អញ្ចឹងយើងមានជា use case បាទបន្តិចបន្តួចសម្រាប់ជូនបង review អញ្ចឹង the same thing ដោយសារតែ of course យើងមាន application distribute anywhere បាទយើងត្រូវការធ្វើម៉េច modernize ទៅលើ architecture របស់យើងត្រូវការមាន concept visibility of course បាទអញ្ចឹងពី Fortinet គឺយើងមាន firewall FortiGate ហ្នឹងបាទដើម្បី bring solution ជូនទៅកាន់ customer បាទ SD-WAN and security firewall គឺនៅក្នុង box តែមួយអត់ separate box ទេដូច vendor ខ្លះដោយសារខ្ញុំ work many vendor experience already បាទអញ្ចឹងខ្ញុំដឹងថាសម្រាប់ vendor មួយចំនួនគាត់មាន SD-WAN របស់គាត់ដែរហើយគាត់ក៏មាន firewall ផ្សេង box ផ្សេងអញ្ចឹងណាអញ្ចឹង SD-WAN ក៏មាន security feature តែវាអត់ strong enough អញ្ចឹងដល់ពេល customer ត្រូវការប្រើ SD-WAN ជាមួយនឹង security គាត់ដាក់បន្ទប់គ្នាចេះអញ្ចឹងវា add on complexity នៃការ design ហើយ license ហ្នឹងក៏ថ្លៃដែរអូខេចុះពី firewall FortiGate គឺអត់ទេគឺ combine បញ្ចូលគ្នាបាទហើយ of course ទៅលើ performance មិនដែរ performance បាទ many customer ask how about the performance performance គឺ very stable ដោយសារតែ firewall របស់យើងគឺយើងមិនប្រើ CPU ដើម្បីទៅ compute ទៅលើ process security ឬមួយក៏ routing ទេគឺយើងប្រើប្រាស់នៅ specific chip ដែល create ដោយ Fortinet គេហៅថា ASIC chip បាទអញ្ចឹង offload ទៅលើរឿង security ឬមួយក៏ networking control ហ្នឹងអូខេហើយ of course យើងអាច build the very advanced rule នៅក្នុង SD-WAN ហ្នឹងតាំងពី concept jitter បាទ jitter នឹង voice នឹង collaboration ហ្នឹងណាបាទរឿងតកតងជាមួយនឹង latency packet loss បាទអញ្ចឹងយើងដាក់ថាឥឡូវ Zoom មួយហ្នឹងខ្ញុំចង់បាន link ណាដែលអាច comply ទៅលើ policy ប៉ុណ្នេះ latency ប៉ុណ្នេះ jitter ប៉ុណ្នេះបាទ packet loss គឺអត់មានទេអញ្ចឹងបើសិនជា link មួយហ្នឹងអាចធ្វើការ comply បាទ SD-WAN FortiGate ហ្នឹងបាទ select link ហ្នឹងទៅបាទសម្រាប់បញ្ជូន traffic ទៅកាន់បាទ internet អូខេហើយបើសិន link ណាអត់ comply អាហ្នឹងគឺអត់ប្រើទេបាទសម្រាប់ certain application អូខេបាទអញ្ចឹងយើងអាច deep control understand ទៅលើ application level ហើយ of course យើងអាច enforce ទៅលើ application level អញ្ចឹង of course យើងអាច
ដល់ជាមួយនឹង chip របស់យើងអូខេយើងអាចយល់ដឹងថា user របស់យើងប្រើអីខ្លះបាទយើងអាចធ្វើការ control granular មែនទែនបាទទៅកាន់ each of the service បាទ that customer using អូខេហើយអ្វីដែល good ហ្នឹងគឺយើងប្រើ AI ទៀតដើម្បីជួយ analyze ថាអូខេ issue ហ្នឹងវានឹង happen ហើយបាទអញ្ចឹងយើងអាចធ្វើការ predict ហើយអាចធ្វើការអ្វីបាទបញ្ហាហ្នឹងមុនពេលគឺ user complain អញ្ចឹងទៅអូខេអញ្ចឹង network របស់យើងគឺ become proactive network not the reactive network ហើយទី3ហ្នឹងគឺ zero trust of course អានេះខ្ញុំឃើញ customer ជាច្រើនពេលដែលគាត់ចង់ឲ្យ user របស់គាត់ដែលធ្វើការពីក្រៅចង់ធ្វើការ access មកកាន់ internal system អាចថាគាត់ប្រើប្រាស់នៅ VPN បាទ just connect VPN to firewall and then input username password and that's all បាទត្រូវទេបងសុំលើកដៃមួយបើប្រើ VPN អូខេអញ្ចឹង it's not the secure stuff បាទយើងត្រូវធ្វើម៉េចដើម្បីយើង secure បាទ user ដែលគាត់ប្រើប្រាស់ពីខាងក្រៅនេះទីមួយយើងត្រូវមាន concept validation zero trust បាទដោយសារគាត់ពីធ្វើការពីខាងក្រៅយើងមិនដឹងថាគាត់ប្រើឧបករណ៍ស្អីគេខ្លះទេយើងអាចទៅ rely ទៅលើ username password 2FA តែប៉ុណ្្នឹងឯងយើងត្រូវ ensure ថាឧបករណ៍របស់គាត់ហ្នឹងគឺជាឧបករណ៍របស់ company ជាអាសិទ្ធរបស់ company computer ហ្នឹងគឺ join domain បាទយើងត្រូវ check តាក់ទងជាមួយនឹង file ទៅលើ registry តាក់ទងជាមួយនឹង certificate បាទតោះតែ ensure ទាំងអស់ហ្នឹងត្រូវបាទយើង allow ឲ្យគាត់ហ្នឹងចូលទៅក្នុង application របស់យើងមិនអញ្ចឹងបាទហើយត្រូវ ensure ถึง performance ទៀតចុះបើសិនជាយើងមាន application ខ្លះនៅ on prem ខ្លះនៅ cloud តើធ្វើម៉េចបាន user នៅខាងក្រៅហ្នឹងបាទ out of office ហ្នឹងគាត់ still get the right performance the good performance ពេលធ្វើការ access ព្រោះពេលខ្លះយើងប្រើប្រាស់នៅ Azure ប្រើ AWS ប្រើអីពេលដែលគាត់ connect មកកាន់ VPN មើល headquarter របស់យើងវា slow ដោយសារវាត្រូវ hair pinning បាទត្រូវចូលមកកាន់ headquarter ឲ្យបានឡើងទៅលើចេះអញ្ចឹង of course វាជា another issue អញ្ចឹង of course ពីខាង Fortinet គឺយើងអាច solve បានដោយយើង leverage នៅ solution មួយគេហៅថា FortiSASE ខ្ញុំមានជា high level slide នៅខាងមុខបាទ slide ខាងមុខ alright អញ្ចឹង back មកវិញពីខាង Fortinet perspective នៅពេលដែលយើងនិយាយថា SD-WAN that mean SD-WAN with security មានទេបាទអញ្ចឹងបើថាcustomer ប្រាប់ខ្ញុំអូនឲ្យបងចង់សិក្សា SD-WAN បាទអញ្ចឹងមានថាម៉េចគឺ customer ត្រូវតែសិក្សា SD-WAN បូកជាមួយនឹង security readiness zero trust បាទ policy សម្រាប់ scan traffic whatever បាទក្នុងហ្នឹងគឺមកកញ្ចប់តែម្ដងចឹងបើសិនជាគាត់គ្រាន់តែសិក្សា SD-WAN អត់មាន security ដូចខ្ញុំបញ្ជាក់មុនហ្នឹងចឹងគឺ SD-WAN incomplete អូខេអត់មានជា proper control បាទ no security ចឹងបានតែ performance security អត់មានបាទអញ្ចឹងបញ្ហាបាទនឹងកើតឡើងជាមួយនឹងsecurity attack whatever ហើយយើងត្រូវយល់ថាឥឡូវនេះគឺ AI គឺកំពុងតែកើតឡើងបាទ AI ជំនួយយើងច្រើនជំនួយជួយការងាររបស់យើងមកតែឲ្យ AI ក៏វាមានហានិភ័យដែរវាយប្រហារ whatever ទីទៀតខ្ញុំនិយាយពី quantum បន្តិចបាទ add on បន្តិចជូនទៅកាន់ customer អូខេalright អញ្ចឹងយើងឃើញថា SD-WAN still essential បាទដោយសារវាជាអ្នក decision ទៅលើ local routing whatever ហ្នឹងក៏ប៉ុន្តែសម្រាប់ remote user ឬមកក៏គេហៅថា hybrid workforce តើយើងមាន solution របៀបម៉េចបាទអញ្ចឹងខ្ញុំបាន explain មុនហ្នឹងយើងមាន SASE បាទអញ្ចឹង SASE នៅក្នុង Fortinet គេហៅថា FortiSASE វាជា cloud delivery networking solution មួយបាទនៅក្នុងហ្នឹងមានខ្លះ example ទូទៅមានតាំងពី firewall as a service មានតាំងពី secure web gateway អាហ្នឹង forward proxy មានតាំងពី remote browser isolation មានតាំងពី zero trust មានតាំងពី CASB មានតាំងពី digital experience monitoring បាទ bla 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 អញ្ចឹងច្រើន parameter solution អញ្ចឹង better លើ customer license ដែលគាត់ purchase ពីខាង partner អូខេអញ្ចឹងយើងមើលទៅលើ flow យើងឃើញថាមាន user បាទ connect let's say ពីហាងកាហ្វេចង់ធ្វើការ access ទៅកាន់ខាងស្ដាំដៃគេបំផុតបាទតាក់ទងជាមួយនឹង service របស់យើងអញ្ចឹងមុននឹងចូលប្រើប្រាស់ដូចខ្ញុំជំរាបជូនមុនហ្នឹងអញ្ចឹងបាទត្រូវការ scan សិនបាទ device ហ្នឹង comply នៅមាន antivirus enable អត់ firewall បើកអត់ computer join domain whatever bla 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 អញ្ចឹង checking គ្រប់អស់ហើយបាទ FortiSASE នឹងធ្វើការ scan លើ traffic ហ្នឹងអូខេ good អស់ហើយ
มันអាចធ្វើការ connect user ទៅកាន់ application អញ្ចឹងពីខាងយើងជា infrastructure whatever location customer locate គឺយើងនៅតែ provide នៅ security validation បាទទៅកាន់ឧបករណ៍ទាំងអស់ហ្នឹងអូខេទី2គឺតាក់ទងជាមួយនឹង policy consistent បាទ user របស់យើងនៅ office គាត់ត្រូវបាន control ដោយ rule web filtering application control whatever បាទដល់ពេលគាត់នៅ office គាត់នៅហាងកាហ្វេវាស្រាប់គាត់ access បានទាំងអស់ស្អីក៏គាត់ access បានអញ្ចឹងវាអត់ make sense វាអត់ consistent across the environment ណាបាទអញ្ចឹងពីខាង Forti SASE យើងអាចធ្វើ routing firewall អញ្ចឹងព្រោះអាហ្នឹងវាមាន firewall as a service តាបាទយើងអាចធ្វើ web filtering ធ្វើអីដូចជាមួយនឹង rule របស់យើងអញ្ចឹងមិនថា user នៅ office មិនថា user គាត់នៅក្រៅបាទធ្វើការប្រទេស whatever គាត់នៅតែ keep consistent across the environment អូខេ cool អញ្ចឹងដើម្បីយើងទទួលបាននៅ full architecture SASE deployment នៅក្នុង environment របស់យើងគឺយើងត្រូវមានFortiGate as the local SD-WAN and then SASE for hybrid user workforce អូខេអញ្ចឹងអាទាំងពីរហ្នឹងគឺយើងត្រូវមានជាមួយគ្នាហើយអាទាំងពីរហ្នឹងគឺយើងអាចធ្វើការ control ដោយ centralized management គេហៅថា Forti Manager បាទអញ្ចឹងយើងអាច build policy across the operation បាទ capabilities ហើយនេះឧទាហរណ៍តាក់ទងជាមួយនឹងthe summary បាទ service ពីខាង Forti SASE again SWG firewall service CASB DLP whatever បាទមក set អញ្ចឹងហ្នឹង better លើ license ខាងបងទិញទេបាទមិនមែនថាយើងទិញមួយបានទាំងអស់ទេបាទវាអាស្រ័យលើ license បងទិញដែរអញ្ចឹងណាអូខេ right the very cool thing តាក់ទងជាមួយនឹង zero trust មួយហ្នឹងខ្ញុំបង្ហាញរឿង SASE បាទអញ្ចឹង SASE ហ្នឹង cloud អ្នកនរគ្នាអញ្ចឹងបើសិនជា customer go ahead ជាមួយនឹង SASE pop ដែលយើងអាចធ្វើការ deploy បានហ្នឹងគឺយើងប្រើប្រាស់នៅ Singapore region អូខេបាទអញ្ចឹង some of the service នៅលើ cloud example យើងទិញ service rental នៅលើ Singapore បាទហើយយើងមាន pop Singapore ស្រាប់អាហ្នឹងវាលឿនទេអាហ្នឹងយើងប្រើ SASE ត្រូវតែ whatever បើសិនជាឧទាហរណ៍ថាយើងចង់ let user ដែលគាត់ធ្វើការនៅក្រៅ office ហើយ access ទៅកាន់ application នៅក្នុងស្រុកខ្មែរបាទអញ្ចឹងវាអត់ make sense ដែលយើងត្រូវឲ្យ traffic ហ្នឹងឡើងទៅ Singapore ហើយមកវិញវាអត់ត្រូវបាទអញ្ចឹងពីខាង FortiGate គឺយើង provide នៅFortiGate feature ដដែលហ្នឹងប៉ុន្តែយើងអាចធ្វើជា zero trust gateway បាទដូចជាមួយនឹង SASE ដែរគាត់ថាវា on prem បាទអញ្ចឹងសម្រាប់ user ដែលគាត់ត្រូវការ access ទៅកាន់ application locally នៅក្នុង data center របស់យើងមិនបាច់ទៅក្រៅប្រទេសទេមិនបាច់ទៅ Singapore គឺ direct ចូលមកក្នុង firewall មកតែបើសិនជា application ត្រូវទៅ cloud អាហ្នឹងទៅ SASE ទៅប្រទេសទៅ SASE ទៅអាហ្នឹងអត់មានបញ្ហាទេបាទហើយអានេះគឺ free of charge បាទសម្រាប់ customer ទៅការប្រើគឺ free no cost at all បាទ the very good point feature set a lot but no cost no additional charge okay right អញ្ចឹង AI again AI have a lot បាទសម្រាប់ deployment សម្រាប់ operation especially day 0 day 1 and day 2 អូខេនៅក្នុង Fortinet គេប្រើប្រាស់នៅ Forti AI បាទហើយអ្នកទាំងអស់គ្នាលោកគ្រូsorry ខ្ញុំដោយសារខ្ញុំគ្រូខ្ញុំចេះហៅលោកណៃលោកគ្រូថាចុះ Forti AI ខ្ញុំត្រូវការមានជា server NVIDIA ទេអត់ទេមានថាយើងមានជា API Forti AI actually the workload running គឺនៅលើ cloud អញ្ចឹងណាអញ្ចឹងពី Fortinet គឺយើងអាចប្រើ Forti AI ដើម្បីជួយ build infrastructure របស់យើងបាទយើងអាចឲ្យ Forti AI ដើម្បីជួយ enhance ទៅលើ operation បាទ example ខ្ញុំមាន SD-WAN network មួយ let's say ខ្ញុំ build OSPF បាទអានេះខ្ញុំសុំ technical call ទេណា OSPF is a dynamic routing ស្រាប់មានបញ្ហាអត់ peer neighbor អញ្ចឹង team យើងគាត់រៀងនៅ stir ដែរពេលខ្លះគាត់អត់ដឹងថាត្រូវ fix ធ្វើម៉េចទេបាទគាត់ធ្វើលើ Cisco ពេលធ្វើលើ Fortinet អត់ដឹងថាធ្វើម៉េច example អញ្ចឹង take time យូរក៏មិនដែរដើម្បីធ្វើការ fix បាទ check មើលនេះ check មើលនោះមើលអត់ឃើញតែដល់ពេលប្រើប្រាស់ Forti AI is very quick យើងគ្រាន់សួរ AI hey what happening បាទ what is happening between these two FortiGate បាទ better lock analyze and then ចម្លើយ example អាពីរហ្នឹងខុស timer អញ្ចឹង recommendation គាត់ដូរ timer ត្រូវនេះទៅចប់ហើយចាំមិនថាវាប្រាប់យើងគឺត្រូវផ្លូវមកមិនបាច់ចាំបាច់ឲ្យយើងទៅអង្គុយបាទដោះដូរអីអង្គុយ check អីវាឆ្ងាយយូរបាទនាំតែយូរទៅលើ time troubleshoot របស់យើងណា
អញ្ចឹងវាអាចធ្វើឲ្យយើងហ្នឹងបាទមានជាការ up leveling ទៅលើ team team របស់យើង junior តែគាត់អាចធ្វើការដូច senior ហ្នឹងបាទសម្រាប់ទៅលើ level troubleshoot ហើយបើរឿងនិយាយពី analyze ទៅលើ lock security lock whatever គឺ simple ពេលពីមុនអ្នកនរគ្នាថប់មើល raw lock នឹង security បាទបើកមកគ្រាន់តែឃើញមើលមុខហ្មងមានអីណាលេខកូដ source អីវែងឆ្ងាយបាទតែដាក់ AI មក AI សម្រាប់យើងហ្មង simple សួរថាអូ IP ហ្នឹងតាក់ទងមួយអីគេខ្លះបាទពីមុនទៅអង្គុយមើល raw អី investigation អីច្រើនឥឡូវអត់ទេដាក់តែ AI ជួយធ្វើយើងហ្មងបាទអញ្ចឹងវា simplify task របស់យើងណាធ្វើ report ធ្វើអីហ្នឹងគឺវាស្រួលបាទអញ្ចឹង asset របស់យើងក៏វាចាប់ដើម reuse ដែរ mean time to detect របស់យើងគឺចាប់ដើម reuse response របស់យើងហ្នឹងក៏ reuse អញ្ចឹងវាធ្វើឲ្យ operation របស់យើងហ្នឹងគឺវា lower ជាងមុនបានឆ្ងាយមិនអញ្ចឹងបាទអញ្ចឹង cool អានេះ example តាក់ទងជាមួយនឹងនេះបងមើលវីដេអូ deployment យើងមាន 40 AI យើងអូខេខ្ញុំចង់បានចេះបានចូលទៅហើយអាចធ្វើការ upload រូបភាពចូលបានទៀត example ដល់ខ្ញុំចង់បាន infrastructure ចេះមួយបាទខ្ញុំដាក់ទៅសេដៃទៀតបាទអត់បានគូរូបភាពច្បាស់លាស់ទេបាទសេដៃហើយដល់វា generate ជា script ឲ្យទៅតាម diagram របស់យើងហ្នឹងយើងមើលទៅត្រូវអត់បាទបើទៅយើងគ្រាន់តែ click OK confirm deploy បាទ cool AI បាទតែនេះ license ណាអត់ free ទេបងអញ្ចឹងវាអានេះ of course តែការ additional charge អញ្ចឹងដោយសារតែបច្ចេកវិទ្យារបស់ Fortinet ដែលខ្ញុំបាន describe មុនហ្នឹងភាព ploy របស់វាហ្នឹងវា improve ទៅលើ customer experience ក៏ដូចជា security ហ្នឹងយើងគេថា Gartner ហ្នឹងគឺបាទ bring ហ្នឹងជា customer choice បាទទៅលើ three solution not just three មានច្រើនតែយើងលើក13មកដោយសារយើង focus រឿង topic ហ្នឹងមានតាំងពី SD-WAN មានតាំងពី SASE មានតាំងពី ZTNA ជូនទៅកាន់ customer អូខេអញ្ចឹងយើងអាចប្រាស់បានដែរក្នុងការប្រើប្រាស់នៅ Fortinet solution of course ហើយខ្ញុំជា pre-sale បាទខ្ញុំ talk a lot ជាមួយនឹង customer many company private sector whatever បាទគឺគាត់ happy នឹងប្រើប្រាស់ Fortinet ច្រើនមែនទែនបាទ reason ទី1គឺដោយសារតែ feature rich អូច្រើនមែនទែនហើយ free ទី2ហ្នឹងគឺ interface វាហ្នឹងគឺស្រួលប្រើបាទអ្នកខ្លះអត់ចេះ Fortinet ទេទិញមក3ថ្ងៃsorry 3ថ្ងៃ3អាទិត្យបាទ3អាទិត្យគាត់ចេះប្រើវាមានអង់គ្លេសស្រួលមកដាក់មកគាត់ថាអានយើងយល់ថានឹងធ្វើអីមកអត់ញ៉ៃច្រើនទេបាទ simple គាត់ថាបងប្រើ Fortinet គឺ feeling បាទប្រើទៅស្រួលទេបងបាទ compare ជាមួយនឹង brand ផ្សេងគឺខ្ញុំគិតថាវា complex អញ្ចឹងណាហើយទី3ហ្នឹងគឺតាក់ទងជាមួយនឹង hardware ផ្សេងហ្នឹងគឺយើងប្រើប្រាស់ chip ដូចខ្ញុំនិយាយអញ្ចឹង chip របស់ Fortinet អញ្ចឹង performance របស់យើងគឺ stable of course ហើយទី2ហ្នឹងគឺនិយាយយើង cost បាទ cost ខ្ញុំគិតថាបង aware ព្រោះ customer គាត់ពេលខ្លះគាត់ compare តម្លៃបាទមាន firewall Fortinet មាន other brand អញ្ចឹងទៅ whatever ខ្ញុំអត់ចង់បញ្ជាក់ brand ណាទេបាទជាតម្លៃរបស់យើងហ្នឹងគឺ the best ជូនដល់កាន់ customer ទាំង term hardware ទាំង term UI ផ្សេងហ្នឹង best បាទ best of the best ជូនដល់កាន់ customer ទៅលើ pricing អូខេហើយ of course last one គឺ simplify operation បាទយើងមាន 40 manager យើងចង់ធ្វើការ control manage លើ firewall របស់យើងលេខបងមាន100 firewall បង manage ធ្វើម៉េចបាទយើងមាន 40 manager ធ្វើអីធ្វើនៅក្នុង 40 manager and then post configuration down to all firewall របស់យើងអូខេ and yeah simple អូខេអញ្ចឹងមុននឹងចូលដល់ចំណុចនេះខ្ញុំសូម add on បន្តិចទៅលើគ្រឿង quantum យើងឃើញថា quantum តាម mention NIST mention ទៅលើ2030 4-5 ឆ្នាំទៀតបាទគឺ quantum computing hardware ហ្នឹងនឹងអាចបាទទៅ decrypt នៅ traffic ដែលយើង encrypt រាល់ថ្ងៃនេះទៅលើ some of the algorithm example ដូច OSA ដូច AES 128ដូច ECC whatever បាទអញ្ចឹងវានឹងអាចមានសមត្ថភាពទៅ decrypt បាទហើយ strategy របស់ខាងពពួក attacker ឬមួយក៏ bad guy ឥឡូវហ្នឹងគឺមិនគឺព្យាយាម collect encrypted traffic បាទ mostly ខាង bank ខាងអីហ្នឹងយកមកទុកឲ្យនៅក្នុង data lake របស់ពួកហ្នឹងបាទ and then នៅពេលដែល quantum computing hardware ready នៅក្នុង around 4-5 ឆ្នាំទៀតបាទគេអាចយកហ្នឹងទៅ decrypt and then at least ក៏នៅ file data ដែលអាចវាយប្រហារបានមួយចំនួនដែរអូខេឥឡូវណា quantum computing hardware ហ្នឹងគឺ still low ប៉ុន្តែ 4-5 ឆ្នាំទៀត is strong enough to decrypt បាទ of course
ខ្ញុំនិយាយតែ VPN ខ្សែរខ្សែមួយទេឬមួយក៏ VPN remote access វាមានរឿងកត្តាផ្សេងទៀតបាទយើងត្រូវ add on តាក់ទងជាមួយនឹង additional complexity ទៅលើ algorithm ដែលយើងមានរាល់ថ្ងៃនេះបាទ example VPN យើងមាន page 1 page 2បាទអញ្ចឹងយើងត្រូវធ្វើម៉េចយើង add additional algorithm ដើម្បី make more complexity ទៅលើ quantum បាទនៅក្នុងខាងនេះគឺយើងអាច provide នៅ PQC បាទ add on នៅក្នុង VPN របស់យើងអញ្ចឹងបើសិនជា customer ប្រើប្រាស់នៅ FortiGate ready ឬមួយក៏ not yet use គឺត្រូវតែ add on នឹងឲ្យហើយព្រោះយើងធ្វើឲ្យហើយទៅអញ្ចឹងបើសិនជាឧទាហរណ៍ថាខាងពួក hacker ហ្នឹង collect ទិន្នន័យប៉ះជុំប៉ះចំយើងប៉ះចំគេយកដឹងបាទបើសិនជាយើងមានឲ្យហើយទៅ4-5 ឆ្នាំក្រោយទោះបីជាគេមក decrypt ទិន្នន័យចាស់របស់យើងក៏វាអត់បានដែរអញ្ចឹងណាបាទអញ្ចឹង of course អានេះគឺ ready support ជូនទៅកាន់ customer បាទ version 7.6 បាទនៅលើ FortiGate បាទអញ្ចឹង very important ហើយបើសិនជាត្រូវការ assessment ត្រូវការធ្វើហ្នឹងអីបងអាចតាក់ទងទៅកាន់ប្រសិទ្ធ boot ទៅខាងក្រៅពួកខ្ញុំនឹង support ជូនទៅកាន់ customer អូខេ alright អញ្ចឹងយើង break មកកាន់ខ្ញុំសល់3នាទីកន្លះទៀតបាទយើងសូម wrap up រៀងលឿនបន្តិចជាស្រ័យបង alright អញ្ចឹងយើងតាក់ទងជាមួយនឹង real customer use case ទៅលើ Kaiser Bank បាទនេះគឺជា customer របស់ Fortinet ហើយយើងធំដែរ6,000 brand plus employee គឺ 40,000 អ្នកជាង revenue គឺធំ12 billion ហើយគាត់នៅតំបន់ប៉ែកអឺរ៉ុបប៉ែកអាហ្វ្រិកអីចឹងទៅបញ្ហាគឺគាត់ប្រើ MPLS the old school ISP not really old school ឥឡូវគេនៅប្រើទេគាត់ថាគេអត់ចង់ប្រើអានឹង stick រហូតទេគឺត្រូវការប្រើ internet គេត្រូវការប្រើ SIM ដោយសារ Kaiser Bank ហ្នឹងគេខុសពីយើងបន្តិចបើយើងរាល់ថ្ងៃយើងមានសាខា brand នៅខាង bank ខាងអីគឺ fix location តែស្អីខា Kaiser Bank ហ្នឹងគឺគាត់មានគេហៅថា mobile brand ណាមានថា ATM របស់គាត់សាខារបស់គាត់ហ្នឹងគឺមូររហូតមូរទៅមូរមកដោយសារគាត់ដាក់លើឡានណាបាទ brand របស់គាត់នៅលើឡានអញ្ចឹងថ្ងៃណាមានអតិថិជនច្រើនគាត់ទៅម្ដុំហ្នឹងទៅបាទបើកលុយបើកអីទៅអាហ្នឹងគឺអញ្ចឹងអញ្ចឹងគាត់ត្រូវធ្វើម៉េចដើម្បី secure អាហ្នឹងបាទគាត់ត្រូវការមាន secure SD-WAN គាត់ត្រូវការប្រើ SIM មួយដាក់ឡានដាក់អស់ខ្សែទៅមិនបាននៅលើឡានហ្នឹងអញ្ចឹងត្រូវប្រើ SIM ប្រើអីបាទអញ្ចឹងពី Fortinet គឺយើងមាន product ដែល support SIM card ហ្នឹងបាន properly បាទហើយយើងមានជា extender ដើម្បីធ្វើម៉េច ensure ថា signal ហ្នឹងគឺចូលមកបានល្អហើយ of course យើងមាន SD-WAN ដើម្បី leverage ទៅលើអា VPN side to side connection ហ្នឹងទៅបាទការ control របស់យើងគឺ centralize ដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងយើងមាន Forti Manager មានអីដើម្បីទៅ manage អាឧបករណ៍របស់យើងហ្នឹងជា centralize អូខេហើយយើងមាន firewall របស់យើងដើរតួនាទីជា firewall ផងជា SD-WAN ផងជា routing device ផង all in one without additional license ទៅលើ networking ទៅលើ SD-WAN អូខេចុះ outcome of course គាត់ទទួលបាន 50% cost reduction បាទគាត់ enhance ទៅលើ customer certification ដោយសារតែ FortiGate is not just the firewall ដូចខ្ញុំបញ្ជាក់ again SD-WAN firewall បាទ network device បាទ all in one box and then អ្វីដែល FortiGate unique ជាង other firewall គឺអាចទៅ control switch control AP បានទៀតបាទអញ្ចឹងគាត់ទិញ switch ទិញ AP មកមិនបាច់មាន many controller ទេគឺមិនអីទាំងអស់នៅក្នុង FortiGate ហ្នឹងហ្មងចូលដល់ FortiGate មកឃើញនឹង switch ឃើញនឹង AP អីមួយ set manage SD-WAN manage policy គឺនៅក្នុងនោះមកចប់បាទអញ្ចឹង software defined right not a lot of management control alright អញ្ចឹងthe customer គឺខាង genuine part company បាទនេះរៀង bigger បាទជាងមុនហ្នឹង2ដងហើយ of course គាត់មាន a lot of point of product បាទគាត់មានតាំងពី SD-WAN ផ្សេងគាត់មាន firewall ផ្សេងគាត់មាន switch management ផ្សេង AP ផ្សេងបាទអ្វីដែល Fortinet អាចជួយទៅកាន់ customer បានswitch AP firewall SD-WAN ហ្នឹងគឺអាចធ្វើការ control centrally នៅក្នុង Forti Manager បាទអញ្ចឹង one policy click post ទៅ every component នៅក្នុង infrastructure របស់យើងបាទ centralized visibility បើកមើលតែ dashboard តែមួយមកឃើញទាំងអស់switch ហ្នឹង down out port ណា up down whatever control whatever គឺ one management dashboard ជាមួយនឹង AI ជួយយើងទៀតបញ្ហាអីសួរតែ AI ទៅបែរ AI ជួយយើងបាទដូចរងថ្ងៃបងធ្វើម៉េចរងថ្ងៃ switch បងមាន management ផ្សេង AP management ផ្សេង firewall management ផ្សេងអញ្ចឹងសំណួរថាពេលដែលមានបញ្ហាពីណាគេអ្នកទួត្រូវពីណាគេដាក់មើលហ្នឹងបាទអូខេចឹង outcome នេះខ្ញុំសូម skip outcome ដោយសារដល់ម៉ោងហើយចឹងខ្ញុំសូម go through បន្តិចបាទចឹង value ទៅកាន់ customer នៅពេលដែល customer សិក្សាជាមួយនឹង Fortinet អ្វីដែលគាត់ទទួលបានគឺទី1គឺ good experience ក្នុងការប្រើប្រាស់បាទ user ធម្មតាមិនខាង IT ទេណាគាត់ smooth ដោយសារយើងមាន SD-WAN បាទគាត់អត់ដឹងថា
internet down នោះមក whatever ដោយសារយើងមាន smart SD-WAN វាអាចចេះធ្វើម៉េចបាទបញ្ចូល traffic ទៅកាន់ the right WAN បាទ link របស់យើងហើយ of course ក៏ជួយទៅលើ user ជា operation ដែរតែគាត់មាន AI មានអីបាទចូលទៅមាន easy dashboard to manage ផ្សេងបាទអញ្ចឹង simplify មែនតើទីពីរហ្នឹងគឺ cost បាទអញ្ចឹង again very cheap right compared to other competitor បាទមិនថា product ណាទេតាំងពី endpoint តាំងពី firewall whatever គឺយើង provide the best price ជូនដល់ customer and then the last one គឺ simplify operation zero touch provisioning បាទ without បាទ much configuration okay and last slide okay last slide sorry alright អញ្ចឹងខ្ញុំឲ្យ task មួយទៅកាន់បងអូខេទីមួយបងអាចធ្វើការ assessment ទៅលើ network របស់បងទាំងអស់គ្នាថាតើ enterprise network ពីសាខា whatever ហ្នឹងមានជា proper បាទតាក់ទងជាមួយនឹង traffic steering បាទមានជា security in place មានជា visibility មានថាមើលឃើញពី traffic flow ទាំងអស់ហ្នឹងបាទឬមួយក៏ proper control ទៅលើ security ហ្នឹងបាន good ហើយនៅអូខេបាទអញ្ចឹងបើសិនជាបងត្រូវការ add on ឬមួយក៏ខ្វះខាតកន្លែងណាអីបងអាចធ្វើការតាក់ទងទៅកាន់ប្រសិទ្ធបាទខ្ញុំផ្ទាល់ឬមួយក៏ team ដើម្បី free consultation បាទជូនទៅកាន់បងទាំងអស់គ្នាអូខេ right ចឹងខ្ញុំមាន quiz alright quiz make it quick បាទទីមួយគឺតាក់ទងជាមួយនឹង capability បាទតាក់ទងជាមួយនឹង key reason ហេតុអីបាន SD-WAN គឺនៅតែ essential នៅក្នុង SASE ឬមួយក៏ cloud បាទយើងមាន SASE មាន cloud ហេតុអីបាននៅតែ good នៅតែ still the core component បាទចឹងខ្ញុំសុំបាទ candidate ម្នាក់បាទចាសូមលើកដៃឲ្យខ្ពស់មកចាខាងបងទៀតទេបងចាបងប្រុសខាងនេះចាបងសហការីយើងខាងណាចាក្រុមការងារចាអូខេបាទចម្លើយគឺ B គឺ providing the determination routing local decision making and last mile performance control អូខេបង congratulations បាទអញ្ចឹងyep still local needed បាទអញ្ចឹង cloud នឹងមិនអាចទៅ replace everything គឺត្រូវតែប្រើប្រាស់នៅ local របស់យើងដដែលបាទបានរហូតឡើងទៅលើហ្នឹងវា stable វា performance very good អូខេ question 2អានេះគឺសំណួរបើកតែម្ដងបាទសំណួរបើកតែម្ដង feature set នៃ SASE មានខ្លះខ្ញុំគាត់ថាសំណួរនេះគឺបើកខ្ញុំ free box ខ្ញុំ free gift ជូនទៅកាន់ customer តែម្ដងបាទ anyone អូខេបងខាងខាងក្រុមការងារយើងនៅខាងចុងជួរទី3អូខេបានហើយបាទសួស្ដីបងចំពោះចម្លើយគឺ B បង alright thank you and congratulations